ឈូសឬដាក់ស៊ុបនៅទីនេះកុំបាំងម្ហូបរបស់ឈីមីងរៀបចំម្ហូបឬសូខ្លាំងម្លេះធ្វើមុខក្រញើដាក់អ្នកណារៀបចំរួចហើយម៉ែឆ្អឹងជំនីនេះនៅតែម៉ែធ្វើឆ្ងាញ់ចូលចិត្តក៏ញ៉ាំឲ្យច្រើនពេលនេះកូនត្រូវនិយាយរឿងរៀបការត្រូវពោឲ្យច្រើន ខ្ញុំមិនអីទេឈោមួយផ្លែតសិនអង្គុយចុះយ៉ានពីងថ្ងៃនេះហៅពួកឯងមកមិនមែនឲ្យពួកឯងមកធ្វើមុខក្រញើទេម៉ែនិយាយមកលុយផ្ទះចាស់ធ្លាក់មកហើយប៉ុន្មាន1,72,000,000រឿងនេះខ្ញុំនិងម៉ែបានពិភាក្សាគ្នារួចហើយពិភាក្សាពីអ្វីឈីមីងត្រូវរៀបការឈៀនក៏កំពុងមើលដែរទីក្រុងទិញផ្ទះលុយកក់មិនគ្រប់ទេ1,72,000,000នោះមិនបាច់ប៉ះពាល់ទេឲ្យទៅឈីមីងទាំងអស់បងប្រុសបងថ្លៃអ្នកទាំងពីរមានផ្ទះមានការងារប្រកាសជាមិនដណ្ដើមជាមួយខ្ញុំទេមួយកាក់ក៏មិនទុកឲ្យដែរប្តីប្រពន្ធឯងពីរនាក់មួយខែរកបានមិនតិចទេថែមទាំងគ្មានកូនមិនខ្វះរបស់ទាំងនេះទេម៉ែនោះជាលុយផ្ទះចាស់មិនមែនលុយតិចតួចទេខ្ញុំកំពុងនិយាយជាមួយឯងមែនទេឈៀនមកផ្ទះលើកទី1ឯងធ្វើជាបងថ្លៃសំបីតែចាក់ទឹកក៏មិនដឹងដែរអ៊ំស្រីមិនបាច់រំខានបងថ្លៃទេខ្ញុំចាក់ខ្លួនឯងបានឯងអង្គុយចុះថ្ងៃក្រោយចូលផ្ទះឯងគឺជាកូនប្រសារស្រីតូចរបស់ផ្ទះយើងមិនបាច់ធ្វើអ្វីដោយខ្លួនឯងទេនាងទើបតែត្រឡប់មកពីក្រុមហ៊ុនបាយក៏នាងជាអ្នកធ្វើដែរធ្វើបាយមួយពេលយ៉ាងម៉េចកាលខ្ញុំនៅក្មេងធ្វើបាយឲ្យគ្រួសារធំមួយក៏មិនដែលរអ៊ូតមដូចនាងដែរបងថ្ងៃនេះគឺនិយាយរឿងរៀបការរបស់ខ្ញុំបងគុំទើបតែមកដល់ក៏ការពារប្រពន្ធពេកឯងរៀបការហេតុអ្វីត្រូវយកលុយផ្ទះចាស់ទាំងអស់ទៅបំពេញប៉ាម៉ែសុកចិត្តឲ្យខ្ញុំបងខ្វល់ធ្វើអ្វីត្រូវហើយលុយនោះជារបស់យើងចង់ឲ្យអ្នកណាក៏បានយ៉ានពីងញ៉ាំបាយសិនទៅម៉ែខ្ញុំគ្រាន់តែសួរមួយម៉ាត់សួរមក3 ឆ្នាំមុនជីវអ៊ឺដេកនៅមន្ទីរពេទ្យថ្លៃវះកាត់ខ្វះ120,000ខ្ញុំទូរស័ព្ទទៅម៉ែប្រាប់ថាគ្មានលុយរឿងកន្លងហួសយូរហើយនៅរំលឹកធ្វើអ្វីទៀតឥឡូវឈីមីងទិញផ្ទះអ្នកមាន1,72,000នោះអាចដូចគ្នាទេឈីមីងរៀបការជារឿងធំជំងឺនាងអ្នកណាដឹងថាត្រូវចំណាយប៉ុន្មានដូច្នេះជីវិតរបស់នាងមិនមែនជារឿងធំទេចើយ៉ានពីងឯងដើម្បីមនុស្សស្រីក្រៅសាច់ឈាមម្នាក់មកគិតគូរជាមួយម្ដាយបង្កើតឯងនាងជាប្រពន្ធខ្ញុំប្រពន្ធអាចស្និទ្ធជាងប្អូនប្រុសបង្កើតទេបើប្អូនប្រុសឯងខូចការរៀបការឯងជាអ្នកទទួលខុសត្រូវបងខ្ញុំសុំតែម្ដងនេះទេបងធ្វើការច្រើនឆ្នាំហើយកុំកំណាញ់ពេកម្ដងប៉ុន្មានឆ្នាំនេះមិនមែនខ្ញុំមិនគិតទេគឺខ្ញុំមិនដែលដាច់ចិត្តគិតឯងកត់ត្រាទាំងនេះធ្វើអ្វីមួយគ្រួសារនៅកត់ត្រាទៀតពីមុនខ្ញុំក៏ស្មានថាជាគ្រួសារតែមួយយ៉ានពីងនិយាយស្ដីកុំឲ្យពិបាកស្ដាប់ពេកប៉ាទូរស័ព្ទមន្ទីរពេទ្យនោះប៉ាក៏បានស្ដាប់ដែរកុំយកការពីមុនមកសង្កត់សង្កិនម៉ាក់ចិញ្ចឹមកូនធំប៉ុណ្ណេះឥឡូវកូនមានបានហើយត្រឡប់មកសួរចម្លើយម៉ាក់វិញម៉ាក់គ្មានអ្នកណាសួរចម្លើយម៉ាក់ទេពួកយើងគ្រាន់តែចង់ដឹងថាតើជីវិតរបស់ខ្ញុំនៅក្នុងភ្នែកអ្នកទាំងអស់គ្នាស្ថិតនៅលេខប៉ុន្មានឯងបិទមាត់ទៅផ្ទះមួយនេះមានចំណែកឯងនិយាយដែរហ៎កុំប៉ះនាងយ៉ាងម៉េចដើម្បីនាងឯងចង់លើកដៃវាមកឯងទៀតហ៎ខ្ញុំសួរជាលើកចុងក្រោយយ៉ានពីងអង្គុយចុះថ្ងៃនោះអ្នកទាំងអស់គ្នានិយាយថាគ្មានលុយតែថ្ងៃនេះលុយមួយដុំនេះសំបីតែសួរខ្ញុំមួយម៉ាត់ក៏គ្មានដែរម៉ាក់តើម៉ាក់ធ្លាប់ចាត់ទុកខ្ញុំជាកូនប្រុសដែរឬអត់ឯងកុំមកធ្វើជាគួរឲ្យអាណិតបងធំត្រូវចេះយកប្អូនវាជារឿងធម្មតាទេត្រូវហើយបងរៀបការរួចហើយនៅចង់មកដណ្ដើមជាមួយខ្ញុំទៀតឈីមីងនោះមិនមែនជាការដណ្ដើមទេឯងនៅហ៊ាននិយាយកាត់ទៀតដាក់ដៃចុះម៉ាក់មិនដាក់នាងជាអ្នកក្រៅធ្វើឲ្យឯងវង្វេងដល់ថ្នាក់នេះអ្នកក្រៅយ៉ានពីង3 ឆ្នាំមុនម៉ាក់ក៏និយាយពីនាងបែបនេះដែរបាយមួយពេលនេះមិនបាច់ញ៉ាំទេឯងហ៊ានយ៉ានពីងកុំរករឿងបងកុំធ្វើឲ្យគេភ័យអីឈៀននៅទីនេះដែរឈៀនបងប្រុសខ្ញុំគ្រាន់តែខឹងមួយឆាវទេមិនអីទេគ្រូសាបងតែងតែនិយាយពីបងថ្លៃស្រីបែបនេះរហូតមែនទេគ្រូសាបងតែងតែនិយាយពីបងថ្លៃស្រីបែបនេះរហូតមែនទេឈៀនកុំស្ដាប់ប្តីប្រពន្ធគេសម្ដែងពេលនាងឈឺនោះអ្នកណាដឹងថាពិតឬคล้ายឥឡូវមិនអង្គុយយ៉ាងស្រួលបួរទេហ៎ពេលនោះខ្ញុំដេកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ម៉ាក់មិនបានឃើញទេម៉ាក់មិនបានឃើញទើបចាត់ទុកថានាងមិនធ្លាប់ជឿចាប់មែនទេបើឯងមានមន្តសការគួរតែគិតដល់ប្អូនប្រុសឯងគ្មានផ្ទះតើឲ្យឈៀនចូលផ្ទះយ៉ាងម៉េចចុះជីវសៀការនោះគ្មានលុយវះកាត់តើនាងរស់យ៉ាងម៉េចគ្រប់គ្រាន់ហើយ
មិនគ្រប់គ្រាន់ទេបងយកទូរស័ព្ទខ្ញុំធ្វើអីអ្នកទាំងអស់គ្នាសំបីតែណាត់មើលផ្ទះក៏ណាត់រួចហើយដែរ ចុះយ៉ាងម៉េចលុយមិនទាន់ដល់ដៃគេផង តែអ្នកទាំងអស់គ្នាបានទាត់ខ្ញុំនឹងជីវស៊ីចេញរួចបាត់ទៅហើយ សម្ដីនេះហួសហេតុពេកហើយពួកឯងមានផ្ទះមានប្រាក់ខែលើនេះជីមៀងគ្មានអ្វីទាំងអស់ គេអាយុ26ឆ្នាំមិនមែន6ឆ្នាំទេបងថ្លៃស្រីតើបងមានន័យថាម៉េចបងប្រុសខ្ញុំរកលុយបានច្រើនជួយខ្ញុំបន្តិចតើវាយ៉ាងម៉េច ជួយគឺជាមនោសញ្ចេតនាឲ្យទាំងអស់គឺជាការលំអៀង ឯងជាស្អីមកបង្រៀនអញឲ្យបែងចែកទ្រព្យសម្បត្តិ នាងគឺជាមនុស្សក្នុងគ្រួសារខ្ញុំ គ្រួសារឯងបើគ្មានម៉ាក់បង្កើតឯងមកតើឯងមានគ្រួសារមកពីណា ដូច្នេះប៉ុន្មានឆ្នាំនេះអ្វីដែលម៉ាក់យកទៅខ្ញុំមិនបានគិតទេ ឯងសាក់ហ៊ានគិតមើល អញ្ចឹងចាប់ផ្ដើមគិតពីឆ្នាំនេះទៅ យ៉ានពីងកុំធ្វើឲ្យខ្លួនឯងរងរបួស ឈរនៅពីក្រោយ ថ្ងៃនេះអរគុណហើយខ្ញុំចាត់ទុកថាមិនដែលបង្កើតឯងមកចុះ 3ឆ្នាំមុនម៉ាក់ចាត់ទុកថាមិនដែលបង្កើតខ្ញុំមកបាត់ទៅហើយ ចៅយ៉ាន់ពីងកូនចង្រៃ បាយមួយពេលនេះខ្ញុំហូបឆ្អែតហើយ ឯងដើម្បីស្រីម្នាក់នេះហ៊ានជន់មុខប៉ាម៉ាក់ឯងផ្ទាល់ ពេលប៉ាម៉ាក់ជន់ឈ្លីនាងតើធ្លាប់គិតដល់មុខខ្ញុំទេអ្នកទាំង3យកផ្ទះរៀបការរបស់អ្នកចេញពីផ្ទះខ្ញុំទៅបងឯងឈួតមែនទែនហើយទ្វារនៅទីនោះ ល្អបើខ្ញុំយកទៅ ឯងកុំស្ដាយក្រោយថ្ងៃក្រោយទោះឯងលុតជង្គង់អង្វរខ្ញុំក៏ខ្ញុំមិនចូលផ្ទះនេះដែរ ខ្ញុំមិនលុតជង្គង់ទេ ឈានខ្ញុំជូនអ្នកទៅមិនបាច់ទេ ថ្ងៃនេះបងធ្វើឲ្យអ្នកផ្ទះឈឺចាប់ខ្លាំងណាស់ផ្ទះមួយនេះត្រូវអ្នកទាំងអស់គ្នាចេញចូលរហូតគ្មានទ្វារយូរហើយកុំប៉ះប្រយ័ត្នមុតដៃ ឈឺទេ មិនឈឺទេ ស្នាមនេះគឺបន្សល់ទុកតាំងពីថ្ងៃនោះ ខ្ញុំស្មានតែវាលុបបាត់យូរហើយ មិនបាត់ទេថ្ងៃនោះអូនគ្មានបានការទេ កុំនិយាយបែបនេះអូនរងចាំនៅខាងក្នុងបងកាន់ទូរស័ព្ទនៅខាងក្រៅទើបដឹងជាលើកដំបូងថាមនោសញ្ចេតនាគ្រួសារក៏អាចកាប់ផ្ដាច់បានដែរ ចុងក្រោយបងនៅតែជួយសង្គ្រោះអូនបាន អ្នកដែលជួយសង្គ្រោះអូនគឺប៉ាម៉ាក់អូនទេ គឺមកពីវាសនាបងរឹងមាំខ្លួនឯងបងនៅតែទុកវាទៀត បងមិនហ៊ានបោះចោលទេស្ថានភាពអ្នកជំងឺគ្រោះថ្នាក់ណាស់ត្រូវតែព្យាបាលភ្លាមសាច់ញាតិទៅរៀបចំប្រាក់វះកាត់ 120,000 សិនទៅស្ថានភាពអ្នកជំងឺមិនអាចអូសបន្លាយបានទេម៉ាក់ជីវហ៊ានត្រូវវះកាត់ខ្វះ 120,000 ចាំលេងបានហើយម៉ាក់នឹងប៉ាឲ្យខ្ញុំខ្ចីសិនមកថ្ងៃក្រោយខ្ញុំសងវិញ តប20000ជំងឺអីក៏អស់ច្រើនម្លេះម្យ៉ាងទៀតនាងជាអ្នកក្រៅមានសិទ្ធិអីមកចាយលុយគ្រួសារចៅឲ្យនាងទៅរកប៉ាម៉ាក់នាងខ្លួនឯងទៅ ម៉ាក់នាងទ្រាំលេងបានហើយ មានលុយទៅរកខាងផ្ទះនាងទៅឈីមីងថ្ងៃក្រោយត្រូវរៀបការទៀតយើងគ្មានលុយទេ មិនអីទេគ្រប់យ៉ាងកន្លងផុតទៅហើយ បងត្រូវស្ដាប់ម្ដងទៀត នាងជាអ្នកក្រៅ របស់ពីរយ៉ាងនេះបងទុកអស់3ឆ្នាំហើយពីមុនពួកវាជាមុខរបួស ចុះឥឡូវនេះ ឥឡូវនេះគឺជាភស្តុតាង នេះមិនមែនបងគ្មានបានការទេគឺពួកគេជំពាក់ការពន្យល់យើង ចាប់ពីថ្ងៃនេះទៅរាល់រឿងទាំងអស់ត្រូវទុកជាភស្តុតាង មីងទី3របស់បង គាត់ច្បាស់ជាមកជេរអូនហើយ អញ្ចឹងទុកឲ្យគាត់និយាយឲ្យចប់ទៅ លៀនជីវហឺនាងនៅមានមុខលើកទូរស័ព្ទទៀត មីងទី3មានការអីនិយាយមកម្ ដាយក្មេកនាងយំតតែស្អកក៏ហើយប្តីប្រពន្ធថែងដេញមនុស្សចាស់ចេញពីផ្ទះបាយក៏មិនឲ្យហូបនេះសំរុំទេ មីងទី3មីងស្ដាប់អ្នកណានិយាយ ម្ដាយក្មេកនាងនិយាយនៅមានខ្លាញ់ទៀតយ៉ាន់ភីងពីមុនកញ្ញូណាស់ច្បាស់ជានាងអ្នកញុះញង់ពីក្រោយហើយ គាត់មានប្រាប់មីងទេថានៅក្នុងទូរស័ព្ទពេទ្យនោះគាត់បាននិយាយអ្វីខ្លះ ទូរស័ព្ទស្អីមិនទូរស័ព្ទពេលនេះនិយាយពីពួកឯងធ្វើឲ្យមនុស្សចាស់ខឹងដល់ឈឺ ពេលនោះខ្ញុំកំពុងដេកនៅខាងក្នុងគាត់និយាយមួយម៉ាត់សឹងតែទាត់ខ្ញុំចេញពីផ្ទះនេះទៅហើយ នាងកុំនិយាយរឿងពីមុនពេលនេះនិយាយពីពួកឯងមិនកតញ្ញូ មីងទី3ទូរស័ព្ទមួយនេះខ្ញុំកំពុងថតសំឡេងបើសិនជានៅមានសាច់ញាតិមកជេរពួកយើងទៀតខ្ញុំនឹងបញ្ជូនសំឡេងថតថ្ងៃនេះនិងសំឡេងថតកាលពី3ឆ្នាំមុនចេញទៅជាមួយគ្នាឲ្យអ្នកទាំងអស់គ្នាស្ដាប់ឲ្យចប់ នាងក្មេងនេះមិនក៏ចិត្តអាក្រក់ម្លេះ ខ្ញុំគ្រាន់តែរៀនចេះរក្សាភស្តុតាង ពីមុនសុទ្ធតែបងអ្នករងនៅពីមុខអូន ថ្ងៃក្រោយរងជាមួយគ្នាមនុស្សដែលពិបាកចិត្តមែនទែននឹងយករបស់នេះទៅថតរូបនៅបន្ទប់អ្នកជំងឺ គាត់កំពុងរងចាំបងទៅ បងចង់ទៅទេ យ៉ាន់ភីងម៉ាក់ឯងខឹងដល់ឈឺហើយប្រញាប់ទៅមើលគាត់ទៅបងពិតជាចង់ធ្វើឲ្យម៉ាក់ខឹងដល់មានរឿងមែនទេ កុំបកស្រាយប្រាប់អ្នកដែលចង់ស្ដាប់ទើបមានប្រយោជន៍ អញ្ចឹងដូរវិធីមួយទៀតសួស្ដីចង់ជួលអ្នកមើលថែពេញមួយថ្ងៃម្នាក់បាទថ្ងៃនេះទៅបន្ទប់អ្នកជំងឺតែម្ដងការចំណាយខ្ញុំជាអ្នកចេញ
សួស្តីខ្ញុំជាអ្នកមើលថែដែលលោកចៅជួលមកចាប់ពីយប់នេះទៅមើលថែអ្នកមីង អ្នកណាឲ្យនាងមក លោកចៅយ៉ាន់ភីង ចុះមនុស្សគាត់ទៅណា លោកចៅនិយាយថាគាត់រវល់ការងារការចំណាយបានទូទាត់រួចហើយឲ្យខ្ញុំមើលថែអ្នកមីងឲ្យបានល្អ បងមិនបានមកគាត់ជួលមនុស្សក៏អស់ពីចិត្តដែរ ខ្ញុំត្រូវការអ្នកមើលថែខ្ញុំត្រូវការឲ្យគេអន់ក្បាល អញ្ចឹងខ្ញុំវាស់កម្ដៅឲ្យអ្នកមីងសិន វាស់ស្អីសម្ពាធឈាមខ្ញុំចុះយូរហើយខ្ញុំចង់និយាយថាខ្ញុំនៅតឹងទ្រូង គាត់នឹងកាន់តែខឹង ពីមុនគាត់ខឹងអូនក៏ខ្លាច ចុះឥឡូវនេះ ឥឡូវនេះអូនខ្លាចបងរងការអយុត្តិធម៌ទៀត ទៅថ្ងៃមុខខ្ញុំនឹងជួលអ្នកថែទាំម្ដាយការចំណាយខ្ញុំជាអ្នកចេញអាហារនិងការមើលថែប្រចាំថ្ងៃរបស់ពុកខ្ញុំក៏នឹងរៀបចំដែរទំនួលខុសត្រូវដែលត្រូវធ្វើខ្ញុំមិនឲ្យខ្វះទេតែខ្ញុំនឹងមិនទៅបន្ទប់អ្នកជំងឺទេ គិតច្បាស់ហើយ គិត3ឆ្នាំហើយ ហុចដៃមក អូនគិតថាបងឈាមត្រជាក់ពេកទេ អត់ទេ ពួកគេនឹងថាបងជាកូនអត់តញ្ញូ អីចឹងទុកឲ្យពួកគេនិយាយទៅលុយដែលគួរចេញបងចេញហើយភស្តុតាងដែលគួរទុកក៏ទុកហើយ គីវពីមុនបងតែងតែគិតថាឲ្យតែបងចេះដឹងក្តីជាងនេះបន្តិចពួកគេនឹងចាត់ទុកអូនជាអ្នកផ្ទះ ពួកគេមិនមែនមើលមិនឃើញពីការដឹងក្តីរបស់បងទេពួកគេគឺស្ដាយដែលបងដឹងក្តី អញ្ចឹងថ្ងៃក្រោយបងលែងដឹងក្តីហើយ ចាស់នេះជាអី ប៉ុន្មានឆ្នាំនេះជារបស់ដែលបងគិតថាប្រាមិនការ បងកត់រហូតមក ចាប់ពីឆ្នាំដំបូងដែលរៀបការ ហេតុអីមិនប្រាប់អូន ពេលនោះដែលគាត់គឺខ្លាចខ្លួនឯងភ្លេចថាពួកគេក៏មានការលំបាកក្រោយមកកាន់តែគាត់កាន់តែយល់ យល់ពីអី ការលំបាកសុទ្ធតែរកបងការលំអៀងសុទ្ធតែឲ្យខៃមិញ 30000នេះអូនចាំបានខែនោះសំបីតែអាហារថ្ងៃត្រង់បងហូបតែនំប៉ាវ អូនសួរបងថាហូបមិនចូល បងកុហកអូន ថ្ងៃក្រោយមិនឲ្យកុហកអូនទេ ថ្ងៃក្រោយរាល់បញ្ជីទាំងអស់អូនសុទ្ធតែដឹង 213,000 នៅមិនទាន់គិតពីពួកគេមកហូបចុកស្នាក់នៅយកអីវ៉ាន់ប្រើទឹកភ្លើងនៅផ្ទះយើងផង ពីមុនបងចង់យកឲ្យពួកគេមើលមែនទេ ធ្លាប់គិត ចង់ឲ្យពួកគេអាណិតបង ចង់ឲ្យពួកគេធ្វើល្អដាក់អូនបន្តិច ល្ងងឬអត់ គឺពិតជាល្ងងមែនតែឥឡូវមិនដូចគ្នាទេ មិនដូចគ្នាមិនទៅ ពីមុនសៀវភៅនេះគឺជាការអន់ចិត្តឥឡូវសៀវភៅនេះគឺជាបញ្ជីបំណុល ឃីវបើកទ្វារខ្ញុំដឹងថាពួកឯងនៅផ្ទះ មិនបាច់ពួនទេ យ៉ាន់ភេងឯងសំបីតែគ្រប់ក៏ចាក់ចេញម៉ែឯងចូលពេទ្យឯងមិនចេញមុខតើសំរុំទេ គឺមកដើម្បីឲ្យឯងសរសេរពីអាកប្បកិរិយាឲ្យបានច្បាស់លាស់ អាកប្បកិរិយាអី សរសេរមួយឃ្លាថាលែងដណ្ដើមលុយរុះរើផ្ទះចាស់ទៀតនោះម៉ាក់ឯងនឹងចាត់ទុកថារឿងម្សិលមិញបានកន្លងផុតទៅហើយ តាមពិតមិនមែនមកសម្រុះសម្រួលទេគឺមកបង្ខំឲ្យគាត់លះបង់លុយ នាងឯងកុំចេះដឹងរឿងគ្រួសារមិនអាចគិតបែបនេះ ជួសជុលផ្ទះចាស់ 50000 ថ្លៃរស់នៅពេលឈីមីងអត់ការងារធ្វើ 20000 ថ្លៃថ្នាំបំពន់ 30000 ខាត់លុយលេងភាគហ៊ុន 40000 ទាំងនេះសុទ្ធតែឯងជាអ្នកចេញមែនទេ កំណត់ត្រាផ្ទេរប្រាក់នៅទីនេះទាំងអស់ តែនោះក៏ជាប៉ាម៉ាក់ឯងដែរ អញ្ចឹងហើយទើបពីមុនខ្ញុំមិនឲ្យពួកគាត់សរសេរកិច្ចសន្យាថ្ងៃនេះក៏កុំឲ្យខ្ញុំសរសេរដែរ គួយឡានត្រឡប់ទៅវិញសិនទៅ ត្រឡប់ទៅវិញស្អីឥឡូវគេរឹងស្លាប់ហើយ មិនមែនរឿងស្លាប់ទេគឺសៀវភៅបញ្ជីក្រាស់ហើយ គូឈៀងស៊ូអំបាញ់មិញនេះភ័យហើយជឿមិនជឿមិនសំខាន់ទេសំខាន់គឺពួកគេចាប់ផ្ដើមចង់ឲ្យបងស៊ីញ៉ៃមុន ត្រូវហើយ នៅខ្វះអីទៀត នៅខ្វះផ្ទះចាស់ បងគិតថាលុយ1,720,000នោះតាក់ទងនឹងបងទេ បងមិនច្បាស់ទេ ចុះត្រូវស៊ើបមិនទៅមិត្តរួមសាកលវិទ្យាល័យអូនឥឡូវគាត់ធ្វើជាទីប្រឹក្សាទ្រព្យសម្បត្តិគ្រួសារ ឆឹងលៀងមានរឿងមួយចង់សួរឯងលុយរុះរើផ្ទះចាស់តើប៉ាម៉ាក់អាចឲ្យទៅកូនប្រុសពៅទាំងអស់ដោយមិនទុកមួយសេនបានទេកុំទាន់អើប្រញាប់និយាយថាបានឬមិនបានផ្ទះចាស់មួយនោះកាលពីទិញផ្ដាច់កម្មសិទ្ធិតើធ្លាប់ប្រាអតីតភាពការងាររបស់ឯងទេអតីតភាពការងារប្រាអតីតភាពការងាររបស់ខ្ញុំមានន័យថាម៉េចកុំទាន់ស្ដាប់ពួកគេនិយាយពីលុយទៅរកតារាងមួយសិនតារាងអីគេតារាងអនុម័តកែតម្រង់លំនៅឋានប្រសិនបើនៅលើតារាងមានឈ្មោះឯងនឹងត្រាក្រហមលុយ1,720,000នេះមិនមែនពួកគេគ្រាន់តែនិយាយមួយម៉ាត់អាចឲ្យទៅគេបានទេប៉ាខ្ញុំធ្លាប់ឲ្យខ្ញុំស៊ីញ៉េលើតារាងមួយ
ទៅរកវាឲ្យបានកាន់តែលឿនកាន់តែល្អ ទៅស៊ើបណែណា ឯកសារផ្ទះចាស់កុំអូសបន្លាយដល់ថ្ងៃស្អែក បងច្បាស់ទេថាជាឆ្នាំនោះ បងទើបតែចូលធ្វើការប្រាក់ខែមិនដល់ 1000 ផង ពេលនោះបងធ្លាប់សួរទេថាផ្ទះនោះមានចំណែកបងដែរឬអត់ ធ្លាប់សួរ ប៉ាបងនិយាយថាម៉េច គ្រួសារតែមួយបែងចែករបស់ឯងរបស់ខ្ញុំធ្វើអី ឥឡូវពួកគេបែងចែកច្បាស់ណាស់ អញ្ចឹងយើងក៏ត្រូវតែច្បាស់លាស់ដែរតើនេះមានប្រយោជន៍ទេ មានលេខកូដថ្ងៃស្អែកទៅឆែកមើល ថ្ងៃនេះ ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ បន្ទប់ឯកសារមានអ្នកប្រចាំការ ខ្ញុំទៅកំដរែង ពួកឯងទៅណា ទៅធ្វើការ យ៉ានពីងរឿងម្សិលមិញឆ្លោះគ្នាប៉ុណ្ណឹងបានហើយម៉ាក់ឯងអត់បានគេងមួយយប់ហើយ អ្នកថែទាំប្រាប់ថាគាត់គេងបាន7ម៉ោង ឯងពិតជាបញ្ជូនមនុស្សឲ្យមកតាមដានខ្ញុំមែន កំណត់ត្រាថែទាំត្រូវផ្ញើទៅអ្នកបងប្រាក់ជារឿងធម្មតាទេ បងឥឡូវបងនិយាយជាមួយពួកយើងសុទ្ធតែបញ្ជូចហើយពួកឯងមកធ្វើអីបើចង់សងឯងម្សិលមិញម៉ាក់ឯងកំពុងខឹងកុំប្រកាន់គាត់អី យកទៅពួកយើងសុកចិត្តអន់ក្បាលហើយឯងចង់យ៉ាងម៉េចទៀត នេះមិនមែនជាការអន់ក្បាលទេ ចុះវាជាអី គឺខ្លាចខ្ញុំទៅឆែកមែនទែន ឆែកអីឯងកុំសង្ស័យផ្ដេសផ្ដាស ប៉ាកាលពីទិញផ្ដាច់ផ្ទះចាស់ប៉ាឲ្យខ្ញុំស៊ីញេលើក្រដាសមួយសន្លឹក រឿងប៉ុន្មានឆ្នាំមុនហើយខ្ញុំចាំមិនបានទេ ខ្ញុំចាំបាន ក្រដាស់អីក៏ដោយផ្ទះជារបស់ខ្ញុំនិងប៉ាឯងកុំគិតចង់រកល្បិចមកដណ្ដើមលុយឲ្យសោះ ឆែកឯកសារមិនមែនជាល្បិចទេបងពិតជាចង់ដណ្ដើមផ្ទះរៀបការខ្ញុំមែននោះមិនទាន់ជាផ្ទះរៀបការឯងទេប៉ាម៉ាក់ថាឲ្យខ្ញុំហើយ របស់ដែលមានចំណែកអ្នកអតីអ្នកណានិយាយក៏មិនបានការដែរ គឺនាងឯងទៀតហើយតើនាងឯងតតែបំបែកបំបាក់គ្រួសារនេះទើបអស់ចិត្តមែនទេ គ្រួសារនេះមិនមែនខ្ញុំជាអ្នកបំបែកបំបាក់ទេគឺពួកអ្នកបែងចែក120000និង1,720,000ច្បាស់ពេក យ៉ានពីងស្ដាប់ប៉ាមួយម៉ាត់ទៅកុំឆែកអី ហេតុអី មួយគ្រួសារឆែកចុះឆែកឡើងមើលទៅមិនល្អទេ កាលពីប៉ាឲ្យខ្ញុំស៊ីញេប៉ាក៏និយាយពាក្យនេះដែរ ថ្ងៃនេះឯងមិនឲ្យទៅណាទាំងអស់ កុំប៉ះនាងថ្ងៃនេះខ្ញុំច្បាស់ជាទៅ ឯងទាញខ្ញុំធ្វើអី គេប្រហែលជាចាំបានមែន ទៅបន្ទប់ឯកសារសិនរកក្រដាសមួយសន្លឹកនោះឲ្យឃើញសិន ឯកសារកែប្រែផ្ទះចាស់ បាត់ផ្ទះចាស់ឈ្មោះជើជីនឆឹងឯកសារអនុម័តទិញកែប្រែផ្ទះ នេះយូរឆ្នាំហើយនៅបន្ទប់ឯកសារចាស់មិនប្រកាសថាអាចដកចេញមកភ្លាមទេរំខានអ្នកជួយសួរឲ្យពួកយើងបន្តិចពួកយើងគ្រាន់តែចង់មើលក្រដាសអនុម័តដើមប៉ុណ្ណោះតើអ្នកជាអ្នកពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាឬ កាលនោះខ្ញុំធ្លាប់ស៊ីញេខ្ញុំចង់បញ្ជាក់ក្រដាសមួយសន្លឹកនោះលោកគ្រូចាងមានគេមកឆែកឯកសារចាស់អ037នៅជាន់ទី2បន្ទប់ឯកសារលោកគ្រូចាងនៅទីនោះអរគុណត្រកូលចៅយ៉ានពីងចៅជីនឆឹងគឺជាប៉ារបស់ឯង លោកស្គាល់គាត់ 2ថ្ងៃមុនគាត់ទើបតែមក គាត់មកឆែកមើលអី គាត់ថាចង់ឆែកមើលឯកសារចាស់មួយនេះថាផ្ទះត្រូវបំពេញម៉ែត្របត់ គាត់យកទៅបាត់ហើយ តាមច្បាប់គឺមិនអាចយកទៅទេតែក្រោយមកគាត់បាននិយាយជាមួយលីវហៃថាវពី3ម៉ាត់លីវហៃថាវអ្នកកាន់សោទូឯកសារចាស់ ឥឡូវអាចនាំពួកយើងទៅមើលបានទេ អាចមើលបានតែអ្នកទាំងអស់គ្នាត្រូវត្រៀមចិត្តទុកមុនឯកសារចាស់រក្សាទុកមិនសូវបានល្អទេមិនអីទេឲ្យតែនៅទីនេះយ៉ានពីងមានគេប៉ះពាល់វាមិនគួរអញ្ចឹងសោះទូនេះម្សិលមិញខ្ញុំទើបតែមើលមិនមែនបែបនេះទេ លីវហៃថាវណែឯណា បន្ទប់រៀបចំជាន់ទី1កុំទាន់អារកគាត់ ហេតុអី គុំបំណែកដែលរហែកនេះសិនទៅតារាងមួយនេះនៅមិនទាន់ដាច់រលត់អស់ទេ ខាងនេះមាន2ផ្ទាំង ដាក់ផ្ទាំងទី1ភ្ជាប់ជាមួយផ្ទាំងមុខងារអំបញ្ញមិញនេះទៅអ្នកទាំងអស់គ្នាពិតជាចង់គុំមែនខ្ញុំធ្វើប្លង់ឧបករណ៍រហែកប៉ុណ្ណឹងមិនពិបាកទេ ក្នុងទូនៅមានទៀត ចៅលោកគ្រូចាងពួកលោកកំពុងធ្វើអីហ្នឹង
ឯកសារក្នុងទូA037មិនក៏រហែកអញ្ចឹងក្រដាស់ចាស់ទុកយូរឆ្នាំពេលបើកមើលក៏រហែកទៅរហែកអាចរហែកចេញជារាងត្រីកោងច្រើនបែបនេះខ្ញុំមិននឹងដឹង ជើជៀនឆឹងពីថ្ងៃមុនបានមករកលោក គាត់គ្រាន់តែសួរពីបីម៉ាត់ខ្ញុំមិនបានឲ្យអីគាត់ទេលោកបានបើកទូទេខ្ញុំគ្រាន់តែជួយមើលឲ្យគាត់មួយផ្លែតមើលរួចឯកសារក៏រហែក លោកមិនបាច់បកស្រាយប្រាប់ពួកយើងទេលោកគ្រាន់តែគិតច្បាស់ទូនេះជានរណាអ្នកបើក ខ្ញុំមិនបានហែកទេខ្ញុំពិតជាមិនបានហែកមែនអញ្ចឹងកុំប៉ះពាល់ទូនេះទៀតអាគារចាស់ម៉ោង5បិទទ្វារនៅទាន់ពេល ទីនេះជាសមាជិកគ្រួសារដែលរស់នៅជាមួយគ្នាត្រូវទេ ត្រូវហើយរកឃើញហើយនៅខ្វះឈ្មោះនឹងត្រាអ្នកទាំងអស់គ្នាតម្រៀបវាសិនទៅខ្ញុំទៅរកហ្វាថ្លាមួយឲ្យ មុតដៃហើយ មិនអីទេ យឺតបន្តិចទៅ យឺតមិនបានទេខ្ញុំទ្រាំរឿងនេះ3ឆ្នាំហើយ មួយនេះដូចជានៅខាងស្ដាំ មិនមែនទេអានឹងទុកនៅកន្លែងស៊ីញ៉េ គឺបង ត្រាក្រហមនៅខ្វះមួយជ្រុងទៀត ចុះមួយនេះ រួចរាល់ហើយ លោកគ្រូចាងជួយបញ្ជាក់បន្តិចនេះជាឯកសារអនុម័តកែតម្រង់ផ្ទះដែលបានផ្គុំពីទូA037ត្រូវទេ ត្រូវហើយគឺរកឃើញពីទូA037និងធុងសំរាមនៅជុំវិញនឹងលីវហើយអំបាញ់មិញឯងនិយាយថាជើជៀនឆឹងគ្រាន់តែឲ្យអញបើកទូមើលប៉ុណ្ណោះបាទពាក្យនេះអញព្រមសរសេរទុកទេហើយតើឯកសារចាស់មានបញ្ហាបើសរសេរមិនច្បាស់អញទទួលខុសត្រូវមិនរួចទេខ្ញុំសរសេរ គាត់ថាម៉េច លើក្រដាស់មានឈ្មោះអូនមានត្រាក្រហមមានប្រអប់កិននីអតីតភាពការងារឯកសារនេះរឹងមាំគ្រប់គ្រាន់ហើយឆាប់ធ្វើពាក្យស្នើសុំបញ្ជាក់ចំណាយទ្រព្យសម្បត្តិភ្លាមទៅកុំទុកពេលឲ្យពួកគេចាត់ការឲ្យសោះទៅឥឡូវនេះ ទៅឥឡូវនេះទទួលទេ ទទួលទៅបងតើបងនៅមជ្ឈមណ្ឌលកិច្ចការមែនទេប៉ាម៉ាក់ថាបងចង់ដណ្ដើមផ្ទះខ្ញុំមិនបាច់រកទេពួកគេមកដល់ហើយ ជើយ៉ានពីងឯងពិតជាហ៊ានមកមែន ខ្ញុំមករៀបចំរឿងរបស់ខ្ញុំរឿងខ្លួនឯងស្អីនោះជាលុយរបស់ប៉ាម៉ាក់ បើពិតជាលុយរបស់ពួកគាត់មែនអ្នកមិនបាច់ប្រញាប់ម្លេះទេ ឈានជាម៉ូនេះវាមានរឿងអីឲ្យប្រកាស គ្មានអីទេកូនប្រុសច្បងច្រណែនកូនប្រុសពើរៀបការទៅចង់មករករឿង ពេលទិញផ្ដាច់ផ្ទះចាស់គឺបានប្រាអតីតភាពការងាររបស់ខ្ញុំអតីតភាពការងារស្អីបងកុំចេះតែប្រឌិតរឿងបន្លាចគេរកឃើញក្រដាស់នោះហើយក ុំប៉ះនោះជារបស់គ្រួសារយើង នៅលើនោះមានឈ្មោះខ្ញុំ ឯងជាកូនអញឈ្មោះឯងក៏ជារបស់គ្រួសារជើដែរ គ្រប់គ្រាន់ហើយកុំលោឡាទៀត បិទមាត់ទៅផ្ទះឯងចិត្តបាត់បង់ហើយ សូមរក្សាគម្លាតមានការអីទៅចុះឈ្មោះនៅបញ្ចុះ យើងត្រូវការកត់ត្រានៅកន្លែងផ្ទាល់ឯងថតទៀតហើយគ្រប់ពេល ឈីមីងគ្រូសាលោកនៅមានរឿងអីលាក់បាំងទៀតមែនទេលោកពូគឺបងប្រុសខ្ញុំជាអ្នករករឿងគាត់មិនចង់ឲ្យខ្ញុំរៀបការទេ គាត់ចង់ឲ្យឯងរៀបការឬអត់មិនសំខាន់ទេសំខាន់គឺលុយដែលពួកឯងយកតើមានចំណែករបស់គាត់ដែរឬអត់អ្នកម្ដាយមុននេះអ្នកម្ដាយនិយាយថាលុយនេះគឺជារបស់ចាស់ទាំងពីរអ្នកទាំងស្រុងគឺអញ្ចឹងតើ ត្រឡប់ទៅវិញសិនចាំនិយាយគ្នា ត្រឡប់ទៅវិញធ្វើអីបើត្រឡប់ទៅវិញពេលនេះមិនមែនឲ្យពួកគេបានសម្រេចបំណងទេអី ប៉ាមិនហ៊ាននិយាយនៅទីនេះទេ យ៉ានពីងយើងដាក់ឯកសារសិនទៅ យល់ពមសូមគុំរំខានដល់ការបំពេញការងារ ឯកសារមិនតិចទេ បានរៀបចំតាមបញ្ជីរួចរាល់ហើយ ស្នើសុំបញ្ជាក់ចំណែកទ្រព្យសម្បត្តិគ្រួសារ ត្រូវហើយ ត្រូវការការបញ្ជាក់ពីមជ្ឈមណ្ឌលសម្រុះសម្រួលទាំងសងខាងនៅពេលក្រោយ អាចធ្វើបាន ជំហានដំបូងបានសម្រេចហើយ អែមបងប្រុសបងពិតជាដាក់មែនដាក់ហើយ
បងចង់បំផ្លាញរឿងរៀបការរបស់ខ្ញុំមែនទេរឿងរៀបការរបស់ឯងគឺពឹងផ្អែកលើការបោះបង់ចំណែករបស់ខ្ញុំ អ្នកម្ដាយខ្ញុំសុំសួរមួយម៉ាត់កាលពី3ឆ្នាំមុនជីវហឺឈឺខ្វះលុយតើជារឿងពិតទេមិនក៏អ្នកម្ដាយជឿពាក្យចាំអារម្មណ៍របស់ពួកគេអ្នកម្ដាយគ្រាន់តែប្រាប់មកថាមានរឿងនេះឬអត់អ៊ំស្រីរឿងនឹងកន្លងផុតទៅហើយរឿងអតីតកាលអាចមើលឃើញចរិតមនុស្សច្បាស់បំផុតជីវហឺគួរតែឲ្យពួកគេស្ដាប់ហើយឯងហ៊ានចាក់វាខ្ញុំមានអីមិនហ៊ាននាងជាអ្នកក្រៅមានសិទ្ធិអីចាយលុយគ្រួសារចៅទូរស័ព្ទមួយខ្សែនេះទេនៅតាមច្រករបៀងមន្ទីរពេទ្យកាលពី3ឆ្នាំមុននោះជាពាក្យនិយាយពេលខាងទេខ្ញុំបានរវានៅមាត់ទ្វារបន្ទប់សង្គ្រោះបន្ទាន់អ្នកម្ដាយពាក្យនេះពិតជាអ្នកម្ដាយនិយាយមែនទេនាងក៏មិនទាន់ស្លាប់ដែរឥឡូវមិនកំពុងឈរនៅទីនេះយ៉ាងស្រួលបួលទេអីឯងនិយាយម្ដងទៀតមើលឈៀនអូនកុំធ្វើអញ្ចឹងម៉ាក់បងអាចធ្វើដាក់បងថ្លៃស្រីបងបែបនេះថ្ងៃក្រោយក៏អាចធ្វើដាក់ខ្ញុំបែបនេះដែរមិនអញ្ចឹងទេអូនមិនដូចគ្នាទេការដែលខ្ញុំចូលរោងការឆ្នាំនោះគាត់ក៏និយាយថាខ្ញុំខុសពីគេដែរតារាងអតីតភាពការងារនោះគឺជារឿងពិតមែនទេឈៀនកុំជឿគាត់អីទុកឲ្យគាត់និយាយទៅតារាងនោះគឺជារឿងពិតមានចំណែកឬអត់មជ្ឈមណ្ឌលសម្រុះសម្រួលនឹងបញ្ជាក់ស្អីខ្ញុំមិនទទួលស្គាល់ទេរឿងរៀបការនេះខ្ញុំសុំគិតមើលសិនឈៀនកុំស្ដាប់ពួកគេញុះញង់អីផ្ទះនឹងមានឆាប់នេះហើយអ្វីដែលពួកយើងចង់បានមិនមែនជាផ្ទះទេគឺអត្តចរិតលោកពូអ្នកមីងឈៀនបងប្រុសបងពេញចិត្តហើយមែនទេមិនមែនខ្ញុំជាអ្នកឲ្យម៉ាក់ឯងនិយាយពាក្យទាំងនោះទេបងបំផ្លាញរឿងរៀបការរបស់ខ្ញុំហើយរឿងរៀបការរបស់ឯងគឺពួកឯងជាអ្នកបំផ្លាញខ្លួនឯងទេចៅជៀនពីងឯងនៅជាមនុស្សទេជារឿងមួយជីវិតរបស់ប្អូនប្រុសឯងណាជីវហឺពេលនោះក៏ជារឿងមួយជីវិតដែរកុំលោឡាទៀតឯងនៅខាត់ខ្ញុំទៀតកូនប្រុសឯងចង់បំបែកបំបាក់គ្រួសារនេះហើយទីនេះមិនមែននៅផ្ទះទេតោះទៅណាទៅរៀបចំឯកសារទាំងអស់ឲ្យរួចរាល់សំឡេងថតថ្ងៃនេះបានចាក់ម្ដងហើយតើនៅត្រូវប្រើទៀតទេត្រូវប្រើថ្ងៃនេះគឺឲ្យគ្រូសាលីវឈៀនស្ដាប់ពេលក្រោយគឺឲ្យមជ្ឈមណ្ឌលសម្រុះសម្រួលស្ដាប់ចឹងរៀបចំពីច្បាប់ទៅជីវហឺហឹមថ្ងៃនេះពេលអូនចុចចាក់សំឡេងតើដៃអូនញ័រទេញ័រខ្លាចទេខ្លាចពួកគេជេរប្រតិចបងលេងខ្លាចហើយចឹងអូនក៏មិនខ្លាចដែរថ្ងៃស្អែកខ្ញុំទៅពន្យល់គ្រួសារត្រកូលលីវប៉ាម៉ាក់គេគ្រាន់តែស្អប់ដែលខ្ញុំនិយាយស្ដីមិនពីរោះមែនទេខ្ញុំនឹងទៅសុំទោសពួកគេគ្មានប្រយោជន៍ទេមិនថាគ្មានប្រយោជន៍ផ្ទះពួកឯងនៅតែអាចទិញបានរឿងរៀបការនៅតែអាចពិភាក្សាបានបងប្រុសបានដាក់ឯកសាររួចហើយលុយមិនប្រកាសថាអាចឲ្យខ្ញុំទេគេហ៊ានឯកសារបានដាក់រួចហើយឯងចេះតែនិយាយប្រយោគនេះតើការនោះតារាងនោះមានរឿងអ្វីឲ្យប្រកាសឥឡូវទៅឯងសួរមិនខ្ញុំដឹងថាប្រាអតីតភាពការងាររបស់គេនឹងមានរឿងទៅអញ្ចឹងគឺប្រើមែនហើយពីមុនមិនក៏អ្នកទាំងអស់គ្នាមិនប្រាប់ខ្ញុំប្រាប់ឯងធ្វើអីផ្ទះនោះដើមឡើយគឺទុកឲ្យឯងតើជីវហឺនិយាយថាម្ដាយក្មេកឯងយំក្នុងគ្រប់សាច់ញាតិទៀតហើយគាត់យំរហូតនឹងលើកនេះមិនដូចមុនទេគាត់ថាពួកឯងខ្លាញ់បន្លំឯកសារចាស់ថាយ៉ាន់ផេងដើម្បីដណ្ដើមផ្ទះរៀបការប្អូនសំបីតែចាស់ទុំក៏ហ៊ានធ្វើបាបដែរចង់ឲ្យខ្ញុំជួយរកកនីល្បីមួយឲ្យទេលាក់ឈ្មោះមិនបញ្ចេញមុខមិនដាក់ឈ្មោះពិតគ្រាន់តែនិយាយការពិតឲ្យច្បាស់កុំតន់អើបញ្ចេញព័ត៌មានឯកជនខ្ញុំយល់គ្រាន់តែនិយាយពីរឿងរ៉ាវមិនលាតត្រដាងមនុស្សអូនសម្រេចទៅចឹងនិយាយការពិតទៅអូខេខ្ញុំតាក់ទងសិនយាយជីនាងសួរដេញដល់ចំណាស់ពួកគេថាពួកយើងខ្លាញ់បន្លំចឹងទុកឲ្យពួកគេនិយាយផ្លាត់មាត់ខ្លួនឯងទៅអ៊ំស្រីអ៊ំថាបងប្រុសធំមិនខ្វល់ពីអ៊ំហើយថែមទាំងដណ្ដើមលុយទិញផ្ទះរៀបការប្អូនប្រុសទៀត
មែនហើយខ្ញុំខំចិញ្ចឹមវាធំវាឥឡូវដើម្បីប្រពន្ធសំបីតែម្ដាយបង្កើតក៏មិនចង់បានដែរ ចុះលុយសំណង1,720,000នឹងអ៊ំរៀបចំបែងចែកម៉េច ទុកទិញផ្ទះឲ្យកូនប្រុសពៅកូនប្រុសធំមានផ្ទះមានការងារមិនបាច់ប្រើទេ 3 ឆ្នាំមុនប្រពន្ធកូនប្រុសធំឈឺតើអ៊ំធ្លាប់បដិសេធមិនចេញថ្លៃវះកាត់ទេ នរណាប្រាប់នាង ពួកយើងគ្រាន់តែផ្ទៀងផ្ទាត់ការពិត ពេលនោះនាងគ្រាន់តែជាអ្នកក្រៅមានសិទ្ធិអីហាមាត់ភ្លាមទា120000 គាត់និយាយចេញមកខ្លួនឯងហើយពាក្យគាត់និយាយអំបញ្ញមិញពួកយើងនឹងធ្វើការបិទបាំងមិនឲ្យចេញឈ្មោះពួកអ្នកទេអរគុណ អូនប្រកាសថាចង់បន្តមែនទេបើបង្ហោះទៅខាងសាច់ញាតិនឹងកាន់តែលោឡា ពួកគេលោឡារួចទៅហើយពួកយើងគ្រាន់តែយកការពិតមកបង្ហាញវិញខ្ញុំត្រូវការតារាងពេលវេលាប្រវត្តិជំងឺមួយច្បាប់ទៀតរៀបចំរួចហើយ គឺនាងជាអ្នករៀបចំមែនទេ ពាក្យអ៊ំនិយាយអំបញ្ញមិញខ្ញុំមិនបានបង្រៀនទេ នាងធ្វើឲ្យខ្ញុំខ្មាស់គេ អ៊ំស្រីការសម្ភាសគឺអ៊ំយល់ព្រមខ្លួនឯង ខ្ញុំយល់ព្រមគឺដើម្បីនិយាយថាកូនប្រុសខ្ញុំមិនកតញ្ញូមិនមែនឲ្យពួកនាងមកសួរចម្លើយខ្ញុំទេ ត្រឡប់ទៅវិញទៅ ឯងឲ្យខ្ញុំត្រឡប់ទៅវិញទៀតហើយឯងក៏ខ្លាចនាងដែរមែនទេ ពេលនេះរឿងដែលគួរឲ្យខ្លាចបំផុតគឺតារាងមួយនោះ គាត់ប្រញាប់ហើយ ប្រញាប់នឹងធ្វើរឿងខុសអង្គុយចុះមានការអីនិយាយមក ម្ដាយឯងឆេវឆាវនិយាយស្ដាប់មិនបានតែទោះយ៉ាងណាក៏គាត់ជាម្ដាយឯង ពាក្យនេះខ្ញុំស្ដាប់ជាង30ឆ្នាំហើយ យ៉ាន់ភេងរឿងអាស្រូវគ្រួសារមិនអាចបញ្ចេញឲ្យគេដឹងរហូតទេរឿងរៀបការរបស់ខៃមេងខូចអស់ហើយឯងនៅចង់យ៉ាងម៉េចទៀត ខ្ញុំចង់បញ្ជាក់ពីចំណែករបស់ខ្ញុំស៊ីញេទៅចាត់ទុកថាទុកមុខឲ្យប៉ាចុះប៉ាហៅខ្ញុំមកគឺដើម្បីរឿងនេះមែនទេ ប្អូនប្រុសឯងឥឡូវគ្មានសល់អីទេបើចែកលុយទៀតគេច្បាស់ជាចប់មិនខាន គេចប់ហើយទើបឲ្យខ្ញុំបោះបង់មែនទេ ឯងមានលំនឹងជាងគេឯងមានការងារមានផ្ទះមានគីវហ៊ី ពេល Q Hister តែបាត់បង់ជីវិតប៉ាក៏គិតថាខ្ញុំមានលំនឹងដែរមែនទេប៉ាមិនមែនមកសុំទោសទេប៉ាមកដើម្បីឲ្យខ្ញុំបន្តធ្វើជាកូនល្អ យ៉ាន់ភេងគុំនិយាយដាច់អហង្ការពេក 3 ឆ្នាំមុនអ្នកទាំងអស់គ្នានិយាយដាច់អហង្ការរួចហើយលិខិតនេះខ្ញុំមិនស៊ីញេទេ យ៉ាន់ពេញប៉ាឯងព្រមអន់ក្បាលហើយឯងចង់យ៉ាងម៉េចទៀតគ្រួសារតែមួយមានរឿងអីបិទទ្វារនិយាយគ្នាឯងលោឡាបែបនេះគេដឹងទៅវាអាក្រក់មើល អ្វីដែលអាក្រក់មើលគឺជាការពិតមិនមែនខ្ញុំជាអ្នកនិយាយប្រាប់គេទេម៉ាក់ឯងត្រូវគេសម្ភាសគាត់ចាស់ហើយតើគាត់ទ្រាំបានទេពេលគាត់និយាយថា Q Hi ជាអ្នកក្រៅតើ Q Hi ទ្រាំបានទេចុះឯងនិយាយមកធ្វើយ៉ាងម៉េចទៅព្រមឈប់រងចាំលទ្ធផលនៃការកំណត់ការទទួលខុសត្រូវឯងចង់បង្ខំប៉ាម៉ាក់ដល់ថ្នាក់នឹងមែនទេជំហាននោះគឺពួកគេដើរទៅខ្លួនឯងទេ ប្រធានឆាវគាត់ប្រាប់ថាជាប្អូនប្រុសរបស់អ្នកគាត់ចង់ជួបអ្នកឲ្យតតែបាន ឲ្យគាត់ទៅបន្ទប់ប្រជុំតូចទៅផាការប្រជុំ10នាទីឯងពេញចិត្តហើយមែនទេអង្គុយចុះនិយាយគ្នាខ្ញុំមិនអង្គុយទេលីឆៃអនលេងលើកទូរស័ព្ទខ្ញុំហើយប៉ាម៉ាក់នាងប្រាប់ថាគ្រួសារយើងមានរឿងស្មុគស្មាញច្រើនបងឯងបំផ្លាញខ្ញុំហើយឯងតែងតែគិតថាបើអ្នកដទៃមិនឲ្យឯងគឺបំផ្លាញឯងហើយប៉ាម៉ាក់ប្រាប់ថាលុយនោះឲ្យខ្ញុំហើយលុយនោះអាចមានចំណែករបស់ខ្ញុំបងមានផ្ទះខ្ញុំអត់មានទេឯងអាយុ26ឆ្នាំហើយបងជាបងប្រុសខ្ញុំដូច្នេះហើយទើបខ្ញុំចេញថ្លៃរស់នៅឲ្យឯងប៉ះពើកំហុសឲ្យឯងដោះស្រាយបញ្ហាឲ្យឯងប៉ុន្តែខ្ញុំមិនទិញផ្ទះរៀបការឲ្យឯងទេចុះខ្ញុំត្រូវធ្វើយ៉ាងម៉េចរកខ្លួនឯងទៅចាំមើលទៅប៉ាម៉ាក់មិនឲ្យបងបានសម្រេចទេបងថ្លៃឥឡូវបងសប្បាយចិត្តហើយមែនទេ ខ្ញុំសប្បាយចិត្តមិនរួចទេ កុំធ្វើពុតខៃមិញកុំមកក្រុមហ៊ុនខ្ញុំទៀតខ្លាចខ្មាស់គេមែនទេខ្លាចឯងបន្តទម្លាក់តម្លៃខ្លួនឯង ញ៉ាំអីបន្តិចទៅ មិនក៏អូនមកទីនេះ ព្រឹកមិញបងមិនបានយកថ្នាំមកទេនៅឈឺទៀតទេ មិនឈឺទេ កុហក មជ្ឈមណ្ឌលសម្របសម្រួលបានជូនដំណឹងហើយព្រឹកស្អែក ខ្ញុំសុំច្បាប់ ទៅជាមួយគ្នាឯកសារយកមកគ្រប់ហើយឬនៅ ច្បាប់ដើមនៃទម្រង់អនុម័តបំណែកដែលបានបិទចិត្តអេសបថតសម្លេងថងកំណត់ត្រាពេទ្យសៀវភៅបញ្ជីគឺនៅទីនេះទាំងអស់ ពេលចូលទៅដល់គុំដណ្ដើមគ្នានិយាយគេសួរអីឆ្លើយនឹងដាក់ផូស្តាំងម្ដងមួយ ដឹងហើយ សំខាន់បំផុតគឺយ៉ាវយ៉ែនឆេងថាតើគាត់បានប្រាអតីតភាពការងាររបស់អ្នកកាលពីពេលនោះឬអត់ពេលគាត់ហើបមាត់ខ្សែទាំងមូលនឹងត្រូវបិទ ពួកគេមកដល់ហើយយករបស់មកច្រើនម្លេះចង់គំរាមអ្នកណា មិនមែនគំរាមទេគឺត្រៀមខ្លួនបងប្រុសបងពិតជាចង់ធ្វើរឿងនេះដល់ថ្នាក់នឹងមែនទេ
ជំហាននេះគឺពួកឯងជាអ្នករុញច្រានខ្ញុំ ភាគីទាំងសងខាងមកជុំគ្នាហើយឬនៅ មកជុំហើយ សូមអញ្ជើញចូលបន្ទប់សម្របសម្រួលទី1ធ្វើពុតជាសំរុំធ្វើអី ថ្ងៃនេះគ្រាន់តែបញ្ជាក់ពីការពិតនិងឯកសារប៉ុណ្ណោះមិនឆ្លោះប្រកែកគ្នាទេ យើងគ្មានអ្វីត្រូវបញ្ជាក់ទេលុយជារបស់ខ្ញុំនិងប៉ាគេ អ្នកនឹងមានឱកាសបញ្ចេញមតិអ្នកដាក់ពាក្យសុំដាក់ឯកសារទី1ជាមុនសិនទី1ច្បាប់ចម្លងនៃទម្រង់អនុម័តការទិញកំណែទម្រង់លំនៅឋានប្រភពឯកសារនេះទូដាក់ឯកសារចាស់ A0372 ច្បាប់ដើមត្រូវបានហែកជាបំណែកយើងបានរកឃើញបំណែកនៅបាតទូក្នុងបន្ទប់ឯកសារនិងក្បែរធុងសំរាមហើយផ្គុំវាឡើងវិញនៅនឹងកន្លែង របស់ដែលហែកហើយក៏អាចរាប់បានដែរ ការដែលត្រូវគេហែកមិនមែនមានន័យថាវាមិនមាននោះទេ អ្នកណាដឹងថាវាជារបស់คล้ายៗដែលពួកឯងផ្គុំឡើងឬអត់ ដូច្នេះទើបមានការពន្យល់នៅនឹងកន្លែងនឹងសាក្សីសូមអញ្ជើញសាក្សីចូលមកតើអ្នកបញ្ជាក់ថាឯកសារនេះមានប្រភពមកពីទូឯកសារចាស់មែនទេ បញ្ជាក់ទូ A0372 ឯកសារកំណែទម្រង់លំនៅឋានទូត្រូវបានគេកាយថងឯកសារត្រូវបានបើក តើអ្នកណារកឃើញបំណែកទាំងនោះ ប្តីប្រពន្ធពួកគេទាំងពីរនិងខ្ញុំបំណែកនៅបាតទូចន្លោះថតនិងក្បែរធុងសំរាម អ្នកជាអ្នកមើលឯកសារសោះចាំច្បាស់ម្ល៉េះ ខ្ញុំធ្វើការ30ឆ្នាំហើយទូមួយណាអ្នកណាប៉ះពាល់ខ្ញុំដឹងច្បាស់ តើជួសជុលសម្រាប់កញ្ញាអតីតភាពការងាររបស់សមាជិកគ្រួសារពេញវ័យដែលរស់នៅជាមួយគ្នានៅលើទម្រង់នេះអាចសម្គាល់បានដែរឬទេ អាចអក្សរទាំង3ឆៅយែនភីងអាចសម្គាល់បានហើយត្រាក្រហមក៏នៅពេញលេញដែរ លោកឆៅយៀនឆេងតើលោកធ្លាប់បានរៀបចំនីតិវិធីទិញកំណែទម្រង់លំនៅឋានសម្រាប់ផ្ទះនេះកាលពីពេលនោះដែរឬទេ ធ្លាប់ តើលោកធ្លាប់ឲ្យឆៅយៀនភីងចុះហត្ថលេខាលើឯកសារតាក់ទងនឹងការកញ្ញាអតីតភាពការងារដែរឬទេនិយាយឲ្យច្បាស់សិនពេលវេលាយូរពេកហើយនៅលើឯកសារមានហត្ថលេខាមានត្រាក្រហមមានលេខកូដឯកសារលោកគ្រាន់តែបញ្ជាក់ថាតើធ្លាប់ឲ្យគាត់ស៊ីញ៉េអត់ប៉ាលើកនេះគុំនិយាយថាជាគ្រួសារតែមួយអី ធ្លាប់ស៊ីញ៉េ ងក់ក្បាលធ្វើអីឯងដឹងទេថាឯងកំពុងនិយាយអី ខ្ញុំនិយាយការពិត ឯងនិយាយការពិតពេលនេះចុះជីមីងរបស់យើងគិតយ៉ាងម៉េច ប៉ាអញ្ចឹងផ្ទះនោះពិតជាមានចំណែកបងប្រុសខ្ញុំមែន ការទិញផ្ដាច់ឆ្នាំនោះធ្លាប់ប្រើអតីតភាពការងាររបស់វា ចុះយ៉ាងម៉េចវាជាកូនយើងអតីតភាពការងាររបស់វាមិនមែនជារបស់គ្រួសារទេអី ខ្ញុំកើតមកដោយសារអ្នកមិនមែនមានន័យថាអ្វីជារបស់អ្នកទេឥឡូវបញ្ជាក់ថាពេលទិញផ្ទះចាស់អតីតភាពការងាររបស់ចៅយ៉ាន់ពីងចូលរួមក្នុងការកញ្ញាជំហានបន្ទាប់ត្រូវកញ្ញាសិទ្ធដែលត្រូវគ្នា កញ្ញាស្អីនោះជាលុយសោធនិវត្តន៍របស់យើង ពេលឆ្នាំមុន 120000 អ្នកថាមិនមានឥឡូវ1,72,000 អ្នកថាសោធនិវត្តន៍ នាងបិទមកទៅ នាងមិនបាច់បិទមកទេ ខ្ញុំលំអៀងកូនប្រុសពើយ៉ាងម៉េចឈីមីងគ្មានផ្ទះតើវាការមិនកើតពួកឯងមានផ្ទះមានការងារខ្វះលុយមួយដុំនឹងស្លាប់មែនទេ សូមប្រយ័ត្នពាក្យសម្ដីពាក្យនេះទីបំផុតអ្នកនិយាយចេញមកហើយ នេះជាកំណត់ត្រាជំងឺរបស់ជីវហឺកាលពី3ឆ្នាំមុននេះជាកំណត់ត្រាផ្ទេរប្រាក់ដែលឪពុកម្ដាយខ្ញុំប្រមូលលុយពេលនោះ ពួកឯងចង់ធ្វើខ្លួនគួរឲ្យអាណិតទៀតហើយ មិនមែនធ្វើខ្លួនគួរឲ្យអាណិតទេគឺឲ្យអ្នកដឹងថាថ្ងៃនោះមិនមែនមានតែអ្នកទេដែលមានជំរឿស អ្នកជ្រើសរើសមិនសង្គ្រោះថ្ងៃនេះខ្ញុំជ្រើសរើសមិនចុះចាញ់ទៀតទេតើឯកសារសម្លេងក៏នៅដែរឬទេ នៅវាជាអ្នកក្រៅមានសិទ្ធិអីចាយលុយគ្រួសារចៅ នេះជាការសន្ទនាកាលពី3ឆ្នាំមុន ចាស់ មិនមានទំនាក់ទំនងទឹកប្រាក់ផ្ទាល់ជាមួយការបញ្ជាក់ទ្រព្យសម្បត្តិលើកនេះទេប៉ុន្តែតាក់ទងនឹងឈុតឆាកចំនួនគ្រួសារនឹងត្រូវបានកត់ត្រា គាត់ត្រាស្អីខ្ញុំគ្រាន់តែនិយាយទាំងខឹងមួយពេលប៉ុណ្ណោះ ពាក្យខឹងមួយម៉ាត់ខ្ញុំចាំអស់3ឆ្នាំ ម៉ាក់ពេលនោះម៉ាក់ពិតជានិយាយអញ្ចឹងមែន ឯងក៏មកសួរខ្ញុំដែរខ្ញុំធ្វើដើម្បីនរណា យោងតាមឯកសារដែលមានស្រាប់ទឹកប្រាក់សរុបនៃការរុះរើផ្ទះចាស់គឺ1,72,000 ចៅយ៉ាន់ពីងចូលរួមក្នុងការកញ្ញាអតីតភាពការងារត្រូវការបញ្ជាក់បន្ថែមពីស្មីមីតសិទ្ធ កាលពីតូចវាស៊ីបាយខ្ញុំធំឡើងមិនក៏មិនគិត ថ្ងៃនេះគិតតែឯកសារកែតម្រង់ផ្ទះមិនគិតពីបញ្ហាផ្លូវចិត្តទេបញ្ហាផ្លូវចិត្តខ្ញុំមិនឲ្យពួកអ្នកសងទេបញ្ហាលុយកាក់ត្រូវគិតច្បាស់ យ៉ានពីង ប៉ាកុំលួងលោមខ្ញុំទៀត តើលទ្ធផលចេញនៅពេលណាពួកគេនឹងធ្វើការវាយតម្លៃការទទួលខុសត្រូវឯកសារគ្រប់គ្រាន់ហើយចៅជៀនឆឹងក៏បានសារភាពដែរមិនមានបញ្ហាធំដុំទេ ត្រូវការពេលយូរប៉ុណ្ណាទៀត រងចាំការជូនដំណឹងលោកបានដើរមកដល់ជំហាននេះហើយ
ខ្ញុំគ្រាន់តែគិតមិនយល់ គិតមិនយល់រឿងអី ពេលដែលគាត់សារភាពអំបញ្ញមិញខ្ញុំបែរជានៅរងចាំគាត់និយាយពាក្យសុំទោសមួយម៉ាត់ ចឹងកុំចាំអី លេងចាំហើយឥឡូវគិតយ៉ាងម៉េចបើពួកគេពិតជាវិតម្លៃមែនផ្ទះរបស់ខ្ញុំនឹងបាត់បង់ហើយ បាត់បង់ក៏ទៅរកបងប្រុសឯងទារមកវិញទៅ គាត់មិនអោយទេ ឯងដឹងដោយរបៀបណា ពីមុនគាត់តែងតែយកយល់គ្រប់យ៉ាង ឥឡូវគាត់លែងយកយល់ហើយ ចឹងឲ្យសាច់ញាតិទៅក្រុមហ៊ុនវាទៅឲ្យអ្នកនៅកន្លែងធ្វើការវាដឹងទាំងអស់គ្នាថាវាបង្ខំឪពុកម្ដាយបង្កើតឲ្យធ្លាក់ដល់ថ្នាក់នេះ កុំទៅរករឿងដល់ក្រុមហ៊ុនគាត់អី ឯងខ្លាចវាខ្មាស់គេឬក៏ខ្លាចយើងខ្មាស់គេ ម៉ែថ្ងៃស្អែកខ្ញុំទៅមិនក៏ពួកឯងមកទៀតហើយ យ៉ានពីងខ្ញុំសុំទូនមានឯងជាលើកចុងក្រោយ ម៉ែឯងពីថ្ងៃនេះហូបមិនចូលដេកមិនលក់ទេ បងស៊ីញេមួយនេះមកស៊ីញេហើយខ្ញុំលែងរករឿងហើយខ្លឹមសារជាអ្វីបងប្រុសខ្ញុំស្ម័គ្រចិត្តមិនដណ្ដើមប្រាក់សំណងរស់រើទេគ្រួសារយើងចាត់ទុកដូចជាគ្មានរឿងអ្វីកើតឡើង នរណាជាអ្នកសរសេរ នរណាសរសេរសំខាន់ដែរទេ សំខាន់គឺឯងត្រូវគិតពីប្រយោជន៍រួម អ្វីដែលពួកឯងហៅថាប្រយោជន៍រួមគឺចង់ឲ្យខ្ញុំបន្តយកយកទៀតប្រធានចៅត្រូវការឲ្យជួយទេមិនបាច់ទេពួកគេទៅលើហើយ ឯងហ៊ានដេញចាស់ទុំផង ជួសជុលផ្ទះចាស់ 50000 អាជីវកម្មរបស់ឈីមីង 20000 ផលិតផលបំពន់សុខភាព 30000 លេងភាគហ៊ុន 40000 សរុប 213,000 ទាំងនេះសុទ្ធតែមានការផ្ទេរប្រាក់មែនទេ មានគ្រប់ប្រតិបត្តិការទាំងអស់ បងយករបស់ទាំងនេះចេញមកធ្វើអីប្រាប់ឯងឲ្យដឹងមិនមែនខ្ញុំមិនធ្លាប់ខ្វល់ពីគ្រួសារនេះទេប៉ុន្តែខ្ញុំមិនស៊ីញេទេតោះទៅ ពួកគេចាប់ផ្ដើមខ្លាចការវាយតម្លៃការទទួលខុសត្រូវហើយ ខ្លាចយកលុយមិនបានពេញលេញ ក៏ខ្លាចលោកពិតជាមិនងាកក្រោយវិញដែរ ទុកឯកសារមួយច្បាប់នេះដែរទៅ ខ្ញុំបានផ្ញើទៅឲ្យគូឆឹងលៀងរួចហើយ កាន់តែពេញលេញហើយ ភស្តុតាងពេញលេញមនុស្សក៏មើលធ្លុះដែរ ថ្ងៃត្រង់ញ៉ាំបាយជាមួយគ្នា លេបថ្នាំសិនទៅ ខ្ញុំនឹងរកអ្នកផ្សេងទៅនិយាយទៀត កុំទៅអី បើមិនទៅតើឯងគិតយ៉ាងម៉េច គេមិនត្រឡប់មកវិញទេឈីមីងអើយឯងក៏គួរតែរកការងារដែលមានស្ថិរភាពមួយដែរ ប៉ាតើប៉ាមានន័យថាម៉េច ឯងមិនអាចពឹងផ្អែកទៅលើផ្ទះដើម្បីរៀបការរហូតនោះទេ ឥឡូវទៅមកប្រដៅកូនពីមុនទៅណាអស់ហើយ គួរតែនិយាយតាំងពីយូរហើយ ឥឡូវនេះអ្នកទាំងអស់គ្នាបន្ទោសខ្ញុំ មិនមែនបន្ទោសម៉ាក់ទេអញ្ចឹងគឺបន្ទោសបងប្រុសហើយប៉ុន្តែលុយនោះអ្នកទាំងអស់គ្នាជាអ្នកប្រាប់ថានឹងឲ្យខ្ញុំ ឯកសារគ្រប់គ្រាន់អស់ហើយ ការពិតចម្បងគឺច្បាស់លាស់ ចៅជាងឆឹងទទួលស្គាល់ថាបានស៊ីញេមកគុយធីងក៏ទទួលស្គាល់ថាប្រាក់នោះរៀបចំទុកសម្រាប់កូនប្រុសបើដែរ អញ្ចឹងចូលដល់ការកំណត់ការទទួលខុសត្រូវជូនដំណឹងដល់ភាគីទាំងសងខាង ព្រឹកស្អែក ថ្ងៃនេះនឹងចេញសេចក្តីសម្រេច ចុះបើពួកគេមិនព្រមទទួលស្គាល់ ទោះមិនទទួលស្គាល់ក៏នឹងចេញជាឯកសារដែរ ពួកឯងកុំអោពេកឯកសារគឺឯកសារខ្ញុំគ្មានលុយឲ្យទេ ម៉ាក់មានលុយឬអត់មិនប៉ះពាល់ដល់លទ្ធផលទេ ឯងពិតជាចង់បង្ខំម្ដាយឯងឲ្យស្លាប់មែនទេ កុំយកពាក្យនេះមកគំរាមខ្ញុំទៀត សូមភាគីទាំងសងខាងអញ្ជើញចូល ក្រោយពីបានផ្ទៀងផ្ទាត់ឯកសារកែតម្រង់ផ្ទះចាស់សេចក្តីថ្លែងការណ៍របស់ភាគីទាំងសងខាងនិងកំណត់ត្រាពាក់ព័ន្ធបញ្ជាក់ថាចៅយ៉ាន់ពីងបានចូលរួមក្នុងការកញ្ញាអតីតភាពការងារសម្រាប់ការទិញផ្ទះចាស់ ចូលរួមហើយយ៉ាងម៉េច សិទ្ធិនិងផលប្រយោជន៍ដែលត្រូវគ្នាគួរតែត្រូវបានបញ្ជាក់នៅក្នុងសំណងនៃការរុះរើតើវាមានចំនួនប៉ុន្មានចំនួនទឹកប្រាក់ដែលបានបញ្ជាក់បណ្ដោះអាសន្នគឺ 864,000 យន់ មិនអាចទេពាក់កណ្ដាលហេតុអីបានជាពាក់កណ្ដាល ចំណែកនៃការកញ្ញាអតីតភាពការងារការវិនិយោគរួមគ្នារបស់គ្រួសារឯកសារកាលពីឆ្នាំនោះនៅទីនេះទាំងអស់មូលដ្ឋាននៃការកញ្ញាត្រូវបានសរសេរយ៉ាងច្បាស់ ខ្ញុំមិនមើលទេ កុំរុញចេញទៀតអីរាល់ដងដែលម៉ាក់រុញចេញចុងក្រោយវានឹងត្រឡប់មកលើកវិញដដែល ប្រសិនបើភាគីទាំងសងខាងមិនមានការជំទាស់ទេអាចចូលដល់នីតិវិធីអនុវត្តប្រសិនបើបដិសេធមិនសហការវានឹងចូលដល់ដំណើរការសហការចាត់ចែងទ្រព្យសម្បត្តិ ពួកឯងនៅតែចង់ប្លន់ពីហោប៉ៅខ្ញុំទៀត
នោះគឺជាចំណែករបស់ខ្ញុំ គួយធៀងតើលទ្ធផលពិតជាយ៉ានពីងមានចំណែកមែនទេនៅក្នុងគ្រប់គេសួរគ្រប់គ្នាគុំនិយាយថាកូនប្លន់លុយទៀតអី យ៉ានពីងអាចបន្ថយបន្តិចបានទេ កាលពី3ឆ្នាំមុនខ្ញុំអង្វរអ្នកទាំងអស់គ្នាឲ្យបន្ថយភាពត្រជាក់ស្រេបបន្តិចតើអ្នកទាំងអស់គ្នាបានបន្ថយទេ បងប្រុសចុះខ្ញុំគិតយ៉ាងម៉េចជីវិតឯងមិនគួរកាត់ចេញពីកណេខ្ញុំទេសូមស៊ីញ៉េទួល ខ្ញុំមិនស៊ីញ៉េទេអ្នកណាចង់ស៊ីញ៉េទៅ ការបដិសេធមិនស៊ីញ៉េនឹងត្រូវកត់ត្រាមិនប៉ះពាល់ដល់ការបញ្ជូនឯកសារទេ ពួកឯងទាំងអស់គ្នារំលោភបំពានមនុស្សចាស់ដូចខ្ញុំ គ្មានអ្នកណារំលោភបំពានអ្នកទេគ្រាន់តែលើកនេះគ្មានអ្នកណាយកយកអ្នកទៀតទេ គឺមកពីឯងបើគ្មានឯងយ៉ានពីងមិនអញ្ចឹងទេ បើគ្មានគេខ្ញុំក៏គួរតែភ្ញាក់រលឹកដែរប៉ាមិនអាចស៊ីញ៉េទេ មិនស៊ីញ៉េក៏មិនអាចកែប្រែបានដែរ នេះចាត់ទុកថាចប់ហើយមែនទេ នៅខ្វះការអនុវត្តបើភីគីមខាងទៀតមិនសហការនឹងត្រូវចាត់ចែងទ្រព្យសម្បត្តិគាត់មិនសហការទេដូច្នេះឯងកុំទៅទីអ្វីត្រូវធ្វើតាមនីតិវិធី ទីបំផុតមានលទ្ធផលហើយ ខ្ញុំមិនសប្បាយចិត្តដោយការគិតទេ ព្រោះអ្វីដែលអ្នកបាត់បង់មិនមែនមានតែលុយទេ តែយ៉ាងហោចណាស់ក៏យកមកវិញបានមួយផ្នែកដែរ លុយពិតជាត្រូវបែងចែកមែនទេមិនទេខ្ញុំមិនឲ្យតើគេអាចធ្វើអីបាន បើមិនអនុវត្តតាមការកំណត់ទេនឹងមានការជូនដំណឹងពីការចាត់ចែងទ្រព្យសម្បត្តិ ឯងកុំមកគំរាមខ្ញុំ គេមិនបានគំរាមអ្នកទេលុយនេះគេចមិនផុតទេ ប៉ាឈីមីងយើងគួរតែទទួលស្គាល់ហើយ ខ្ញុំមិនទទួលស្គាល់ទេខ្ញុំមិនឲ្យសំបីមួយកាក់ លុយក្នុងកាន់នេះមិនគ្រប់ទេ បើមិនគ្រប់ក៏ហីទៅក្នុងលិខិតមានដាក់ការកំណត់ខ្ញុំមិនចេះអក្សរមែនទេបានជាឲ្យឯងអាន គួយឈិនគុំរករឿងទៀត នេះជាលុយដែលខ្ញុំទិញផ្ទះឲ្យឈីមីង ក្នុងនឹងមានចំណែករបស់យ៉ានពីង គេជាកូនខ្ញុំលុយគេគឺជារបស់គ្រួសារចៅ ឥឡូវគេមិនគិតអញ្ចឹងទេមួយនេះក៏ត្រូវដោះស្រាយដែរ មិនបានទេពួកឯងមកធ្វើអីមកសើចចំអកខ្ញុំមែនទេ មិនមែនមកសើចចំអកទេគឺមកនិយាយឲ្យច្បាស់ខ្ញុំបានផ្ញើក្នុងគ្រប់ហើយផ្ទះចាស់ប្រាលុយសន្សំរបស់យ៉ានពីងលុយនេះមិនមែនគេប្លន់ទេ បងស្រីថ្ងៃក្រោយខ្ញុំលែងជួយជេរគេជំនួសបងទៀតហើយបើជេរទៀតគឺខ្មាស់គេខ្លួនឯងទេ ពួកឯងក្បត់ខ្ញុំអស់ហើយមែនទេ គឺផុសតាំងនៅនឹងមុខហើយ ម៉ាក់ចុះផ្ទះខ្ញុំគិតយ៉ាងម៉េចមិនសងទេចុះផ្ទះរបស់ខ្ញុំវិញឯកសារបញ្ជាក់បានចេញហើយអញ្ចឹងទៅរកបងប្រុសឲ្យគាត់ពន្យាពេលសិនទៅ ខែមិញបងប្រុសឯងបានពន្យាពេលឲ្យឯងច្រើនឆ្នាំហើយ រកវិធីខ្លួនឯងទៅ បងពិតជាសម្រេចចិត្តលក់ផ្ទះនេះមែនទេ នៅទីនេះមានដានពួកគេចេញចូលច្រើនពេកហើយ ផ្លាស់ប្ដូរកន្លែងក៏ល្អដែរ លក់ផ្ទះនេះទៅដូរយកតូចជាងនេះបន្តិចក៏បាន លុយគ្រប់ទេ មិនមែនជាបញ្ហាលុយទេ អូនដឹងហើយ មិនមើលទេ ចាំលុយចូលកុងសិន ចូលហើយយ៉ានភេង ចូលហើយ 3 ឆ្នាំហើយ មិនត្រឹមតែ3ឆ្នាំទេ បងមិនសប្បាយចិត្តទេ បងសប្បាយចិត្តតែវាឈឺចាប់ អស់ហើយ85,14000អស់មែនទែនហើយ ម៉ែចុះខ្ញុំគិតមិនទៅ ឯងដឹងតែពីសួរម៉ែថាគិតម៉េចឥឡូវពួកគេនាំគ្នាសើចចំអកម៉ែគឺមកពីយ៉ាវយ៉ានភេងទាំងអស់ម៉ែចិញ្ចឹមវាជាង30ឆ្នាំវាត្រឡប់មកខំម៉ែវិញ លុយម៉ែទទួលបានហើយពេញចិត្តហើយមែនទេ យ៉ាវយ៉ានភេងឥឡូវឯងពេញចិត្តហើយមែនទេផ្ទះប្អូនប្រុសឯងក៏អស់កងដៃម៉ែក៏អស់ក្នុងគ្រប់សាច់ញាតិក៏គ្មានអ្នកណានិយាយជួយម៉ែទៀតដែរ នោះជាអ្វីដែលអ្នកគួរតែសង ម៉ែជាម្ដាយឯងណា ម៉ែខ្លាចបាត់បង់មុខមាត់បំផុតតែ3ឆ្នាំមុនអ្វីដែលម៉ែធ្វើឲ្យខ្ញុំនិងឃ្លីវបាត់បង់គឺជីវិតចាប់ពីថ្ងៃនេះទៅម៉ែមិនអាចចូលផ្ទះខ្ញុំបានទេហើយក៏មិនអាចគ្រប់គ្រងលុយខ្ញុំបានដែរ ឯងហ៊ានហៅម៉ែបែបនេះ ខ្ញុំមិនបានហៅម៉ែទេខ្ញុំកំពុងប្រាប់ម៉ែ
តើបងនឹងស្ដាយក្រោយទេ បងគ្រាន់តែស្ដាយក្រោយដែលវាយឺតពេលលោកឆៅបន្ទប់អានសៀវភៅក៏បានរើអស់ហើយដែរអរគុណថ្នមបន្តិចខាងក្នុងមានឯកសារ មួយនេះគិតមិនទៅ ពីមុនពួកគេអាចចូលមកបានគ្រប់ពេល ថ្ងៃក្រោយលែងបានទៀតហើយ យកវាទៅមិនត្រូវការទៀតទេ សនៅទីនេះទាំងអស់មែនទេ សោផ្ទះនេះគឺនៅទីនេះទាំងអស់ អ្នកទាំងពីរប្រកាសជាមិនស្នាក់នៅទៀតទេ ប្រាកដហើយតោះទៅ អាឡ័យមែនទេ អ្វីដែលអាឡ័យគឺខ្លួនឯងពីមុនដែលចង់រក្សាមនុស្សគ្រប់គ្នាទុក ចុះឥឡូវនេះ ឥឡូវនេះគ្រាន់តែចង់នាំអូនទៅរួចរាល់ហើយសោដើមពីសោបំរុងមួយ សរបំរុងទុកឲ្យអ្នកណា មិនឲ្យទេលើកនេះសោមានតែពួកយើងទេដែលមាន លោកគ្រូញ៉ាំទឹកមួយកែវសិន របស់ទាំងនេះត្រូវទុកណែណា ជាន់លើបង្អស់នៃបន្ទប់អានសៀវភៅអាចមើលឃើញតែមិនបាច់មើលរាល់ថ្ងៃទេវាបានជួយពួកយើងច្រើនណាស់ ក៏បានរំលឹកពួកយើងច្រើនដែរ មួយនេះក៏ទុកជាមួយគ្នាដែរ របស់អតីតកាលគឺទុកនៅកន្លែងអតីតកាលទៅ មានរឿងអីទៀតហើយ ក្រុមហ៊ុនប្រាប់ខ្ញុំថាមិនបាច់ទៅទៀតទេ ហេតុអី ប៉ុន្មានថ្ងៃមុនខ្ញុំចេះតែសុំច្បាប់ទៅរកបងប្រុសអ្នកគ្រប់គ្រងថាខ្ញុំប៉ះពាល់ដល់ការងារ នេះបន្ទោសបងប្រុសឯងបើមិនមែនដោយសារគេឯងអាចទៅជាអញ្ចឹងទេ គ្រប់គ្រាន់ហើយកុំមានអីក៏បន្ទោសយ៉ាងពីងនោះ ចុះបន្ទោសអ្នកណា បន្ទោសពួកយើង មិនធ្វើក៏មិនធ្វើទៅម៉ាក់រះឯងទៀត គេមិនអាចពឹងឲ្យឯងរាក់រហូតទេ ថ្ងៃនេះមិនក៏ឯងចេះតែកាន់ជើងគេអញ្ចឹង ខ្ញុំមិនមែនកាន់ជើងគេទេគឺខ្ញុំទើបតែដឹងនៅពេលនេះថាពួកយើងចិញ្ចឹមគេឲ្យខូចហើយ ប៉ា ចង់តែបង្ខំកូនប្រុសឲ្យចេញទៅមែនទេ អ្នកដែលបង្ខំគេមិនមែនជាខ្ញុំទេ មិនទទួលទេ ពេលនេះគាត់និយាយអ្វីក៏ហួសពេលដែរ ចង់ឲ្យគូឆេងត្រឡប់ទៅវិញទេ មិនបាច់ទេថ្លៃចិញ្ចឹម3បាច់ខ្ញុំនឹងវេឲ្យរាល់ខែពាក្យផ្សេងទៀតមិនបាច់និយាយទេបែបនេះច្បាស់លាស់ជាង ពេលនោះឯងក៏ទើបតែអាយុ20ជាងដែរយ៉ានពីងប៉ាសុំទោសឯងតារាងមួយនោះគឺប៉ាជាអ្នកឯងស៊ីញ៉េ អីវ៉ាន់ផ្ញើរបស់លោកជើយ៉ាងពីង អរគុណ ប៉ាបងផ្ញើមក ប៉ាក់វាទៅ ពីមុនឯងស្គមណាស់ កាលនោះខ្ញុំតែងតែទុកសាច់ឲ្យឈីមីងកាលនោះខ្ញុំគិតថាជាគ្រួសារតែមួយមិននឹកស្មានថាមានថ្ងៃនេះទេពេលនេះទើបដឹងថាពាក្យថាគ្រួសារតែមួយនេះធ្វើឲ្យអញឈឺចាប់បំផុត បើមិនចង់មើលកុំមើលអី មើលចប់ហើយ ឯងចង់ត្រឡប់ទៅទាលុយវិញទេ អត់ទេ ចុះបើគេឲ្យ បិទវាចោលទៅ ឯងនៅស្អប់ពួកគេទេ ធ្លាប់ស្អប់តែពេលនេះខ្ជិលចំណាយកម្លាំងស្អប់ទៀតហើយ អីចឹងទុកកម្លាំងសម្រាប់មួយនេះទៅ មែនហ្នឹង មែនហើយនេះជាការ៉ុតឬក៏ដុំឈើ ឲ្យតែញ៉ាំបានទៅបានហើយ ពីមុនមិនមែនឯងនិយាយទេថាហាន់បន្លែត្រូវឲ្យពន់គ្នាទើបស្អិនស្មើល្អ ពីមុនមកចត់តែពេលនេះភ័យ ភ័យរឿងអី គ្រូពេទ្យថាអាការៈឯងមានលំនឹងហើយខ្ញុំចេះតែមានអារម្មណ៍ថាដូចយល់សប្តិ អីចឹងសឹមភ្ញាក់ទៅ ជីវហឺថ្ងៃក្រោយពួកយើងរស់នៅដើម្បីតែខ្លួនឯងបានហើយ ហើយនឹងអនាគតនេះទើបសំជាផ្ទះរបស់ពួកឯងអង្គុយតាមសបាយកុំក្រែងចិត្តខ្ញុំមិនក្រែងចិត្តទេថ្ងៃនេះខ្ញុំមកគឺមានដំណឹងល្អបទសម្ភាសន៍នោះក្រោយពីលោកព័ត៌មានពិតចេញក៏បានបង្ហោះហើយអ្នកបញ្ចេញមតិសុទ្ធតែនិយាយថាការលំអៀងមិនអាចចាត់ទុកជាក្តីស្រឡាញ់គ្រួសារទេ កុំឲ្យរាវដាវទៀតអី ទុកចិត្តចោះស៊ុនតូចបានបិទការចែករំលែកហើយមិនឲ្យគេជីកកកាយពីពួកឯងទេអរគុណហើយអរគុណឯងទីបំផុតពួកឯងឈ្នះម្ដងហើយខ្ញុំត្រូវតែមកសុំបាយញ៉ាំ
បាយមិនទាន់ឆ្អិនទេ មិនអីទេខ្ញុំមានយកនំមកពីមុនខ្ញុំចង់និយាយថាផ្ទះចាស់របស់ពួកឯងនោះសូម្បីតែខ្យល់ក៏ថប់ដង្ហើមដែរ ចុះហើយលើ ឥឡូវដូចជាអាចដកដង្ហើមបានស្រួលហើយមែនហើយចៅឈីមីងធ្លាប់មករកខ្ញុំរកឯងធ្វើអីសួរខ្ញុំថាអាចលួងពួកឯងឲ្យដកបិទសម្ភារចេញបានទេគេថាគេរកការងារធ្វើត្រូវគេសួររឿងគ្រួសារខ្មាស់គេណាស់ ចុះឯងឆ្លើយថាម៉េច ខ្ញុំប្រាប់ថាមុខមាត់មិនមែនអ្នកដទៃបំពាក់ឲ្យទេគឺខ្លួនឯងជាអ្នកធ្វើឲ្យបាត់បង់លេងខ្វល់ហើយ លេងខ្វល់ហើយ ញ៉ាំរួចទៅសម្ភាសម៉ាក់ពឹងគេសួររឿងការងារលក់ឲ្យហើយ តើមានប៉ុន្មានមុខតំណែងប្រាក់ខែគោប៉ុន្មាន កុំតន់រើស ខ្ញុំមិនបានរើទេគឺចិញ្ចឹមខ្លួនឯងមិនរស់ចិញ្ចឹមខ្លួនឯងឲ្យរស់សិនចាំនិយាយរឿងផ្សេង ឥឡូវអ្នកទាំងអស់គ្នានិយាយបែបនេះពីមុនមិនមែនថាផ្ទះឲ្យខ្ញុំលុយឲ្យខ្ញុំអ្វីក៏ឲ្យខ្ញុំទេនោះមកពីបងប្រុសឯងមិនយោគយល់ មិនមែនទេគឺយើងឲ្យច្រើនពេកបង្រៀនតិចពេក មើលផ្ទះទៀតហើយ មើលផ្ទះតូចបន្តិចចិត្តក្រុមហ៊ុនអូនហើយក៏ចិត្តមន្ទីរពេទ្យដែរ មិនបាច់គិតដល់មន្ទីរពេទ្យរហូតទេ បងទុកចិត្តមិនបាន ចឹងរើសយកមួយដែលមានពន្លឺថ្ងៃល្អទៅ ពន្លឺថ្ងៃល្អចិត្តក្រុមហ៊ុនជាន់កុំខ្ពស់ពេកផ្ទះបាយត្រូវតែធំ ហេតុអ្វីផ្ទះបាយត្រូវតែធំ ថ្ងៃក្រោយបងធ្វើម្ហូបឲ្យអូនញ៉ាំមិនអាចចេះតែបុកទ្វារទូទេ ចឹងបងត្រូវហាត់កាត់ហាន់ទៀត ហាក់ខ្ញុំគ្មានការអីផ្សេងទេគ្រាន់តែដើរកាត់មកមើលអ្នកទាំងអស់គ្នាទីនេះមិនសូវងាយស្រួលទេខ្ញុំមិនចូលទេទទួលបានសម្បត្តិហើយឬនៅទទួលបានហើយឯងមិនតបក៏ខ្ញុំដឹងដែរថ្លៃចិញ្ចឹមខ្ញុំទទួលបានហើយថ្ងៃក្រោយធ្វើតាមរបៀបឯងចុះបាទ ចុះផ្លែឈើ ទុកនៅខាងក្រៅទៅ មួយនេះចិត្តក្រុមហ៊ុនអូន ឆ្ងាយពីក្រុមហ៊ុនបងបន្តិច បងបើកឡានងាយស្រួលតើ សុខភាពអូនទៅតែជាសះស្បើយធ្វើដំណើរមិនអាចហត់ពេកទេ ឥឡូវបងចាត់ទុកអូនដូចកញ្ចក់មែនទេ មិនមែនទេ ចុះជាអ្វី ចាត់ទុកជាបណ្ដូលចិត្តនិយាយការពិត សម្ដីផ្អែម និយាយការពិតមិនឯងដឹងទីនេះប៉ាធ្លាប់មកខ្ញុំតាមរកទៅដឹងឯងមិនគួរមកទេបងខ្ញុំមិនមែនមករករឿងទេចុះឯងមកធ្វើអីខ្ញុំចង់ខ្ចីលុយបន្តិចខ្ញុំរកបានការងារហើយតែត្រូវបង់លុយកក់នឹងថ្លៃបណ្ដោះបណ្ដាលខ្ញុំគ្មានលុយក្នុងដៃទេគ្រាន់តែជាក្រុមហ៊ុនលក់មួយមិនបាច់ទៅទេការងារត្រឹមត្រូវគេមិនឲ្យឯងបង់លុយមុនទេបិចឯងដឹងព្រោះខ្ញុំធ្លាប់រកការងារដោយខ្លួនឯងបងខ្ញុំពិតជាគ្មានបានការមែនទេឯងសួររឿងនេះពេលនេះបញ្ជាក់ថានៅមានសង្ឃឹមចឹងបងជួយខ្ញុំម្ដងទៅខ្ញុំអាចជួយមើលថាការងារនោះពិតឬคล้ายអាចជួយកែប្រវត្តិរូបសង្ខេបឯងតែមិនឲ្យខ្ចីលុយទេខ្ញុំយល់ហើយខ្ញុំមិនមែនចាញ់បងទេគឺចាញ់ខ្លួនឯងដែលប៉ុន្មានឆ្នាំនេះពឹងផ្អែកតែលើអ្នកដទៃ គាត់ទើបតែនិយាយអំបញ្ញមិញថានឹងជួយឯងយ៉ាងម៉េច បងថ្លៃពីមុនខ្ញុំនិយាយស្ដីមិនពីរោះ មិនបាច់សុំទោសថ្ងៃនេះទេចាំឯងដឹងកំហុសខ្លួនឯងពិតប្រាកដសិនចាំនិយាយ ចាប់ផ្ដើមពីមួយនេះទៅអរគុណហ្មង ជីវហឺកុំរវល់ពេកអង្គុយចុះមក ចិត្តរួចហើយម៉ាក់អង្គុយចុះមកខ្ញុំអ្នកធ្វើស៊ុបនេះមានក្លិនឈ្ងុយណាស់ ពូកុំតន់សរសើរលឿនពេកគាត់ហាន់បន្លែដូចរុះរើគ្រឿងចឹង លើកនេះស្មើជាងលើកមុន មានការរីកចម្រើនយ៉ានពីងប៉ុន្មានឆ្នាំនេះនឿយហត់សម្រាប់ឯងហើយ ម៉ាក់ជារឿងដែលខ្ញុំគួរធ្វើក៏ដោយសារអ្នកទាំងពីរមានវាសនារឹងមាំដែរ ថ្ងៃនេះមិននិយាយរឿងលំបាកទេនិយាយរឿងថ្មីវិញនិយាយរឿងថ្មីអីទៅនិយាយពីអាហារពេលល្ងាចដំបូងនៅផ្ទះថ្មីរបស់កូន អាហារមួយពេលនេះជីវហឺអង្គុយកៅអីគិតយូរមិនក៏ផ្លូវការម្លេះពីមុនអញឈរនៅក្បែរថ្ងៃក្រោយលេងអញ្ចឹងទៀតហើយ ឆ្ងាញ់ណាស់ ចឹងបានហើយ មកថតរូបមួយប៉ុស្តិ៍អាហារពេលល្ងាចដំបូងនៅផ្ទះថ្មីត្រូវតែទុកជាភស្តុតាងមិនក៏ឯងចាប់ផ្ដើមទុកភស្តុតាងដែរចឹងរៀនពីអ្នកទាំងអស់គ្នានឹង3 2 1ស្អាតទេ ស្អាត នេះទៅហៅថារូបថតជួបជុំគ្រួសារព្យួរនៅទីនេះ នៅទីនេះអាចមើលឃើញរាល់ថ្ងៃ
ចុះមួយសន្លឹកចាស់នោះ នៅទីនោះ មិនយកវាចេញមកទេ មិនយកចេញទេ ត្រង់ទេ ត្រង់ហើយគាត់អង្គុយបាននឹងនរណា នោះជាកន្លែងរបស់គាត់តាំងពីដើមមកហើយ ពីមុនយើងមិនបានឥឡូវក៏មិនដល់វេនយើងឲ្យដែរ ថ្ងៃស្អែកនៅតែត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យឡើងវិញទេ គ្រូពេទ្យប្រាប់ថាទៅឲ្យទៀងទាត់មិនបាច់ភ័យទេ ខ្ញុំនឹងព្យាយាម រាល់ពេលដែលបងនិយាយថាព្យាយាមបងតែងតែភ័យជាងមុន យ៉ាងពីង អែម បើថ្ងៃក្រោយយើងមានកូនតើបងចង់ឲ្យកូនដូចនរណា អូនគ្រាន់តែនិយាយថាបើសិនជា ដូចអូន ហេតុអី ចិត្តទន់តែមិនល្ងង សៀវម៉ាន់មើលមីងមកភាពភ័យរបស់បងមួយឆ្នាំហើយនៅមិនទាន់បាត់ទៀត មុននេះគេជ្រួញចិញ្ចើមមែនទេ គេគ្រាន់តែស្ងាត់ទេឥឡូវប៉ាបងប្រយ័ត្នជាងបងទៀតពីមុនបងនិយាយថាគ្រួសារគឺត្រូវតែការពារ ឥឡូវដឹងហើយ ទាំងអីទៅ គ្រួសារមិនមែនបានមកពីការអត់ធ្មត់ទេ គឺបានមកពីការការពារជាមួយគ្នា នៅទុកទៀត ទុកមិនមែនដើម្បីស្អប់ទេគឺដើម្បីចងចាំ អានឹងប៉ះមិនបានទេ ចាំគេធំឡើងបងនឹងប្រាប់គេទេ ប្រាប់ ប្រាប់ថាម៉េច ប្រាប់គេថាស្រឡាញ់គ្រួសារមួយមិនមែនបណ្ដោយឲ្យមនុស្សម្នាក់ចេះតែអត់ធ្មត់នោះទេ ត្រង់នៅ ត្រង់ហើយ របស់ដាក់នៅមាត់ទ្វារហើយមិនរំខានទេយកទេ ស្បែកជើងយកចុះគំនូមិនបាច់ទេ បងគ្រាន់តែស្ដាយក្រោយដែលដឹងខ្លួនយឺតពេល ដឹងខ្លួនគឺល្អហើយ